โรคสัญญาមួយចំនួននៃជំងឺតម្រងនោមដែលពុកម៉ែបងប្អូនទាំងអស់គ្នាអាចសង្កេតមើលដោយខ្លួនឯងបានទី1មានអាការៈក្អួតចង្អោរបាត់បង់ចំណង់នៃអាហារអស់កម្លាំងវិលមុខរសេលសោះនៅក្នុងខ្លួនទី2មានអាការៈនោមញឹកជាងមុននោមទាស់នោមម៉ត់អស់នោមឈឺអ្វីដែលសំខាន់ជាងនេះពណ៌ទឹកនោមអាចនឹងមានការលាយក្រហមឬមួយក៏លាយឈាមជាដើមអាចនឹងមានពពុះកើតឡើងនៅក្នុងទឹកនោមរបស់បងប្អូនទាំងអស់គ្នាដោយសារតែតម្រងនោមមិនអាចច្រោះសារជាតិពុលចេញមកអស់បានដូច្នេះសារជាតិពុលផ្សេងៗគឺច្រោះនៅក្នុងសារពាង្គកាយច្រោះនៅក្នុងតម្រងនោមធ្វើឲ្យពិបាកនៅក្នុងការបន្ទោបង់មែនទែនរោគសញ្ញាមួយចំនួនផ្សេងទៀតដូចជាមានអាការៈហើមភ្នែកហើមជើងឬមួយក៏អាចហើមពេញសារពាង្គកាយហើមពេញខ្លួនជាដើមដោយសារតែកង្វះជាតិទឹកក៏ដូចជាកង្វះសារជាតិប្រូតេអ៊ីនសម្ពាធឈាមឡើងខ្ពស់អាចនឹងមានភាពស្លេកស្លាំងឬមួយក៏ឧស្សាហ៍រមួលក្រពើចុករួយពេញខ្លួនដោយសារតែកង្វះសារជាតិកាល់ស្យូមនៅក្នុងឈាមដូច្នេះបើសិនជាបងប្អូនទាំងអស់គ្នាមានរោគសញ្ញាទាំងអស់នេះកើតឡើងហើយសូមប្រញាប់ស្វែងរកដំណោះស្រាយក៏ដូចជាពិគ្រោះសុខភាពជាមួយនឹងអ្នកជំនាញជាបន្ទាន់ដើម្បីឲ្យដឹងថាបងប្អូនទាំងអស់គ្នាមានបញ្ហាតម្រងនោមកើតឡើងដែរឬទេដើម្បីងាយស្រួលនៅក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលាជៀសវាងការព្យាបាលមិនចំគោលដៅជំងឺវិវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាលពិបាកនៅក្នុងការរកដំណោះស្រាយ